សួស្តីអ្នកនាងថ្ងៃហ្នឹងខ្ញុំមកធ្វើការ config នៅ network តាមវា touch និង GUI ខ្ញុំវាយ nm CLI ដក DFD ដើម្បីឆែកមើល network device បើអ្នកនាងចង់ឃើញ GUI អ្នកនាងត្រូវវាយ nm TUI ដើម្បីវាសូឃើញ GUI ហើយ GUI នេះដែរយើងប្រើ arrow key ដើម្បី control វាហើយយើងអាច config IP កែ IP កែអីដោយ GUI នេះយើងប្រើ arrow key លើក្រោមហើយនឹងឆ្វេងស្ដាំដើម្បី move ខ្ញុំធ្វើការ break ទៅវិញនេះណោះនេះខ្ញុំធ្វើការ break ហើយបន្តមកកន្លែងនេះកន្លែងកែ host name កែអីអ្នកនេះអាចកែបានដល់អ្នកចង់ខ្ញុំអត់មានអីធ្វើកែទេខ្ញុំប្រើ arrow key ចុះក្រោមខ្ញុំ break ទៅវិញខ្ញុំ quit ខ្ញុំធ្វើការ clear ចោលបន្តមកទៀតយើងប្រើ command IPA ដើម្បីសូ IP address ទាំងអស់នៅក្នុង Linux របស់យើងបន្តមកទៀតខ្ញុំធ្វើការ typing command ដើម្បី set IP permanent បន្ទាប់ពីអ្នកនរគ្នាវាយ comment តាមនឹងហើយយើងចុច enter មកវាប្រកាសជាឃើញផ្ទាំងមួយដើម្បី edit បានអ្នកនេះត្រូវចុច I keyboard I ដើម្បីអាច input បានអ្នកនេះអាចកែ IP នៅក្នុងហ្នឹងតែខ្ញុំអត់ត្រូវការកែអីទេនៅពេលដែលអ្នកនេះ insert ហើយអ្នកនេះចុច key escape ដើម្បីវាយ QW ដើម្បី exit ហើយ save តែសារខ្ញុំមិនបានកែអីទេអញ្ចឹងដើម្បីចេញពីកន្លែងហ្នឹងបានខ្ញុំប្រើ key Q សញ្ញាឧទានដើម្បីចេញពីកន្លែងហ្នឹងបន្តមកទៀតខ្ញុំធ្វើការ restart network ដើម្បី restart network បានយើងប្រើ command systemctl restart network manager ហើយនេះអត់ដក clear ទេខ្ញុំច្រឡំ manager យើងធ្វើការ enter បន្ទាប់ពី enter ហើយគេធ្វើយើងអាចវាយលេខដើម្បី select ថាយើងចង់ select change system ឈ្មោះ system មួយណាខ្ញុំធ្វើការ change system លេខ1បន្តមកទៀតខ្ញុំធ្វើការ change host ឈ្មោះ host យើងប្រើ host name TL set host name ទៅជា server មួយបន្ទាប់មកវាឲ្យយើង select ហើយថាយើងចង់ដូរឈ្មោះមួយណាខ្ញុំធ្វើការដូរ web នេះចេញបន្ទាប់មកយើងធ្វើការវាយ password បាទដូរជោគជ័យអរគុណអ្នកនរនេះវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនា Thank you